មុខនេះជាមុខម្ហូបសម្រាប់ញ៉ាំបាយក៏បានប្រើជាគ្រឿងក្លែមក៏ត្រូវជាពិសេសសម្រាប់ជួបជុំបងប្អូនអីគឺកាន់តែពិសេសហ្មងសម្រាប់ញ៉ាំមុខនេះងាយស្រួលធ្វើហើយរសជាតិក៏ឆ្ងាញ់ទៀតផ្នែកសាច់គឺខ្ញុំមានជាមាន់2ផ្លូវបងប្អូនញាប់មានមាន់ទាំងមូលទេយើងលាងទឹកលាងអីទុកវាឲ្យស្អាតហើយយើងរៀបចំគ្រឿងសម្រាប់ដាក់ស្ងោរជាមួយមាន់ដើម្បីកាត់ក្លិនបន្ទាប់ពីទឹកពុះហើយយើងដាក់គ្រឿងទាំងប្រមាណនឹងចូលមកមានដូចជាខ្ទឹមសរំដេងជាមួយនឹងស្លឹកក្រូចសើចហើយបងប្អូនកុំភ្លេចបន្ថែមម្សៅស៊ុបបន្តិចផងដើម្បីឲ្យមាន់របស់យើងកាន់តែមានជាតិហើយទឹកមាន់ដែលយើងស្ងោរហ្នឹងអាចយកមកធ្វើទឹកស៊ុបញ៉ាំក៏បានដែរសម្រាប់បន្លែយើងមានជាតាយ៉ងចេកយើងមានជាការ៉ុតមានគ្រឿងសម្រាប់ធ្វើទឹកត្រីអីចឹងទៅហើយតាយ៉ងចេកបងប្អូនកុំភ្លេចចាំបាច់ក្រូចឆ្មាមួយចំណិតពីរចំណិតដាក់ត្រាំជាមួយទឹកដើម្បីយើងត្រាំតាយ៉ងចេកកុំឲ្យវាឡើងខ្មៅហើយតាយ៉ងចេកហ្នឹងអត់ចាំឲ្យបានច្រើនហ្មងណាបងប្អូនហាន់បានបន្តិចដាក់ត្រាំបន្តិចដាក់ត្រាំមកព្រោះអីអានេះទុកតែមួយផ្លែតគឺឡើងខ្មៅហ្មងហើយតែវាឡើងខ្មៅគឺខ្មៅឯងបងប្អូនវាអត់សមកវិញទេយើងដាក់ត្រាំតាយ៉ងចេកចោលសិនទៅយើងមករៀបចំធ្វើទឹកត្រីដែលគ្រឿងមានដូចជាខ្ទឹមសជាមួយនឹងម្ទេសសម្រាប់ម្ទេសក៏ខ្ញុំមានពីរប្រភេទដែរបងប្អូនមានម្ទេសម្លេជាមួយនឹងម្ទេសដៃនាងលាយចូលគ្នាចឹងទៅវាអត់សូវហឹរហ្មងទេម្ទេសនិងខ្ទឹមសនេះបងប្អូនចង់ច្រាំដាក់ក៏បានឬក៏កិនដូចខ្ញុំអញ្ចឹងក៏បានដែរសម្រាប់ការធ្វើញ៉ាំរបស់ខ្ញុំនេះគឺខ្ញុំធ្វើបែបងាយៗស្រួលៗចឹងណាចឹងហើយគឺខ្ញុំប្រើទឹកប្រហុកមួយកូនវែកនឹងទឹកត្រី1ស្លាបព្រាបាយកន្លះចេងកន្លះស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាបាយហើយយើងច្របាច់ក្រូចឆ្មាចូលមកបន្ទាប់មកយើងបន្ថែមទឹកស្ងោរមាន់ចូលទៅក្នុងទឹកត្រីហ្នឹងណាបងប្អូនគឺខ្ញុំដាក់មកកូនវែកកន្លះដាក់ចូលទៅទឹកត្រីរបស់យើងហ្នឹងគឺកាន់តែមានជាតិឆ្ងាញ់ជាងមុនហ្មងហើយយើងកូរច្បល់ឲ្យចូលជាតិសព្វល្អមកអានេះបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់រសជាតិគឺខ្ញុំយករៀងប្រៃជូរហើយនឹងផ្អែមហើយមាន់របស់យើងបន្ទាប់ពីស្ងោរប្រហែលជាខ្ទង់10នាទីអីហ្នឹងគឺវាឆ្អិនហើយបងប្អូនយើងស្រង់វាចេញទុកឲ្យត្រជាក់បើយកឆ្អឹងយកអីចេញហើយហែកវាតូចអញ្ចឹងមកហើយចាំយើងរៀបចំគ្រឿងដើម្បីយើងញ៉ាំហ្មងតាយ៉ងចេកនេះចាំពេលដែលយើងរៀបចំញ៉ាំចាំបងប្អូនស្រង់វាចេញពីទឹកអញ្ចឹងណាយើងលាយជាមួយការ៉ុតលាយជាមួយមាន់ដែលយើងបានបេះហ្នឹងជាមួយនឹងខ្ទឹមក្រហមហើយស្រោចទឹកត្រីចូលមកសម្រាប់ការធ្វើញ៉ាំអញ្ចឹងយើងធ្វើទឹកត្រីរៀងច្រើនបន្តិចបងប្អូនទឹកត្រីបើសិនជាតិចពេកវាអាចនឹងរៀងស្ងួតញ៉ាំរបស់យើងគឺអត់សូវឆ្ងាញ់ទេនិយាយទៅតើតបានរៀងទឹកអញ្ចឹងណាបានចូលជាតិឆ្ងាញ់ដាក់ទឹកត្រីជាមួយនឹងបន្លែរបស់យើងចូលហើយច្បល់វាប្រហែលជាខ្ទង់3ទៅ4នាទីឲ្យចូលជាតិសព្វល្អមើលតែឃើញវាទន់បន្លែបន្តិចចាំភ្លក់មើលបងប្អូនព្រោះអីអានេះបើសិនជាបន្លែនៅរៀងស្រស់គឺវាអត់សូវចូលជាតិហ្មងទេបងប្អូនអញ្ចឹងហើយខ្ញុំច្បល់តតែវាឡើងទន់ហ្មងបាទខ្ញុំដាក់ជីចូលសម្រាប់ជីនេះគឺជីគ្រប់មុខដាក់ជីណាក៏បានដែរបងប្អូនដាក់ចូលជាមួយគ្នាមកប៉ុន្តែកុំយកទៅមកប្រភេទដែរបើសិនជារបៀបតែជីពងទាកូនមួយមុខអីអត់ឆ្ងាញ់ទេណាបងប្អូនព្រោះអីយើងទៅទិញភាគច្រើនគឺសបោតែជីពងទាកូននឹងច្រើនជាងគេអញ្ចឹងហើយបងប្អូនធ្វើមិនលាយឲ្យបានគ្រប់មុខមកបានឆ្ងាញ់ដាក់ជីចូលហើយច្បល់វាមើលតរៀងទុនជីរបស់យើងបន្តិចទៅចាំយើងដាក់សណ្តែកដីចូលហើយសណ្តែកដីនេះមុននឹងដាក់ចូលបើសិនជាបងប្អូនទិញគេស្រាប់ណាភ្លក់មើលផងបងប្អូនព្រោះអីអាខ្លះទៅសយូរបងប្អូនញ៉ាំទៅរៀងខាហើយបើសិនជាសណ្តែកដីខាគឺធ្វើឲ្យញ៉ាំរបស់យើងមួយចានហ្នឹងញ៉ាំអត់កើតបងប្អូននិយាយទៅបើសិនជាភ្លក់ទៅឃើញថាសណ្តែកដីនឹងខាមិនដាក់ចូលទេបងប្អូនយើងដាក់តែញ៉ាំទៅទេអញ្ចឹងក៏ឆ្ងាញ់ដែរជាងយើងដាក់សណ្តែកដីខាចូលអញ្ចឹងណាបងប្អូនអាចភ្លក់មើលម្ដងទៀតក៏បានដែរបន្ទាប់ពីយើងច្បល់ញ៉ាំជាមួយទឹកត្រីហ្នឹងទៅក្រែងថាវាសាបជាងមុនអីចឹងណាព្រោះអីទឹកត្រីពេលដែលយើងអត់តន់ដាក់ជាមួយបន្លែជាមួយអីទេវាអាចនឹងរៀងប្រៃតែបើដាក់លាយចូលជាមួយគ្នាអាចនឹងរៀងសាបជាងមុនចឹងទៅចឹងហើយពេលដែលយើងធ្វើទឹកត្រីហ្នឹងអាចយករៀងប្រៃបន្តិចក៏បានដែរហើយនេះបើសិនជាយើងធ្វើញ៉ាំបាយអាចយករៀងសាបក៏បានប៉ុន្តែបើប្រើជាគ្រឿងក្លែមរសជាតិគឺគេយករៀងដិតបន្តិចបងប្អូនបានត្រូវរសជាតិ